សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចាថ្ងៃនេះខ្ញុំមានប្រយោគមួយមានន័យថា多少钱多少钱តម្លៃប៉ុន្មានឬក៏អស់ប៉ុន្មានចាអញ្ចឹងយើងចូលមកដល់មេរៀនរបស់យើងទាំងអស់គ្នា多少钱多少钱មានន័យថាតម្លៃប៉ុន្មានឬក៏អស់ប៉ុន្មានឧទាហរណ៍这本书多少钱这本书多少钱这នេះប៉ុនហ្នឹងមានន័យថាក្បាលមួយក្បាលពីរក្បាលប្រើចំពោះសៀវភៅ书សៀវភៅ多少钱តម្លៃប៉ុន្មាន这本书多少钱មានន័យថាតើសៀវភៅនេះតម្លៃប៉ុន្មាន我不管它有多少钱我不管它有多少钱ខ្ញុំពុគាត់មិនខ្វល់ថាគាត់យកមាន多少钱លុយប៉ុន្មាន我不管他有多少钱ខ្ញុំមិនខ្វល់ថាគាត់មានលុយប៉ុន្មានទេ这条裤多少钱这条裤多少钱这នេះថែវប្រើចំពោះខោខោមួយខោពីរគេប្រើពាក្យថែវហ្នឹងខូហ្នឹងគឺខោ多少钱តម្លៃប៉ុន្មាន这条裤多少钱តើខោនេះតម្លៃប៉ុន្មាន这个手机卖多少钱这个手机卖多少钱这个មួយនេះ手机ទូរស័ព្ទដៃ卖លក់多少钱តម្លៃប៉ុន្មាន这个手机卖多少钱ចានៅក្នុងប្រយោគហ្នឹងពាក្យម៉ៃហ្នឹងយើងអាចមិនដាក់ក៏បានឬក៏ដាក់ក៏បានគ្រាន់តែវាបន្ថែមអត្ថន័យផ្សេងមួយទៀត这个手机卖多少钱តើទូរស័ព្ទដៃនេះលក់តម្លៃប៉ុន្មាន你家电费一个月交多少钱你家电费一个月交多少钱你家ផ្ទះរបស់អ្នកចាកន្លែងនេះយើងអាចដាក់ថានីតើជាក៏បានឬក៏នីជាក៏បានដែរផ្ទះរបស់អ្នកទៀនហ្វៃហ្នឹងគឺថ្លៃភ្លើង一个月មួយខែ一个月交បង់多少钱តម្លៃប៉ុន្មានអញ្ចឹងមានន័យថាតើថ្លៃភ្លើងផ្ទះរបស់អ្នកមួយខែបង់អស់ប៉ុន្មានពុគាត់ពូអ៊ូពូកើវ៉ាន់គាត់ពូគាត់មិនខ្វល់ខូខឺអ៊ូខូឬក៏យើងអាចនិយាយថាខូចខអ៊ូខូចខោយើងនិយាយមួយណាក៏បានដែរខូក៏បានខូចក៏បានមានន័យថាខោម៉ៃមួអាយម៉ៃលក់ទៀនហ្វៃតើអ៊ីអានយិនតើយិនទៀនហ្វអេហ្វៃទៀនហ្វៃ
ថ្លៃភ្លើង一个月一个月一个月មួយខែจีอีเอายาวจียาวเจียวមានន័យថាបងលុយបងទឹកបងភ្លើងហ្នឹងហើយន័យមួយទៀតមានន័យថាប្រគល់ឲ្យចៅហ្នឹងមានន័យពីរចានៅពេលនេះមេរៀនរបស់យើងសូមសម្រាប់ត្រឹមប៉ុណ្្នឹងសិនយើងជួបគ្នានៅវីដេអូលើកក្រោយទៀតអរគុណអ្នកទាំងអស់គ្នាដែលបានចូលទស្សនានៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជម្រាបលាចៃជៀន